dương mơ khơi thả ta dân từ com trua ở vây đại chia mình nu nơi rập mơn cả lô bị dương và đại không khả năng để cắt mình miên sẽ thích cho một tệ tiệt phòng và dương miễn ở trên này đấy ở trên này như nâng nói tí môi chấm nói tí pi sầm mò rập phum là chỗ bài bít và cắt cứ nơi Campuchia mình men sầm mò rập phum là chỗ bài nơi Campuchia strike rập mơn cả lô nu phò chấm này như thế và tí bảy và chia bát Campuchia mau tuol pel ní còn yol ba na thảรัฐាភិបាលបច្ចុប្បន្ននេះបាននឹងកំពុងអភិវឌ្ឍកម្ពុជាប្រកបដោយនិរន្តរភាពហើយធានាបាននៅម៉ាក្រូសេដ្ឋកិច្ចហើយជួយពួកគាត់បាននឹងកំពុងតែពង្រឹងយន្តការអនុវត្តផ្សេងៗតទៀតយើងគិតឲ្យថាធម្មតាការធ្វើ10វាមិនត្រូវទាំង10ទេក៏ប៉ុន្តែបើ9បានហើយមានន័យថាមួយវាអាក្រក់វាមិនជាអីតោះហោទៅគឺយើងកែសម្រួលដល់ដែលដូច្នេះយុវជនគួរតែមានការស្វែងយល់3ចំណុចធំៗមុននឹងជឿទៅលើស្ថានភាពអ្វីមួយទី1ជឿថាមនុស្សនោះជាមនុស្សត្រឹមត្រូវទេមានគុណធម៌ទេយុត្តិធម៌សច្ចធម៌ទេឧទាហរណ៍ដោយទុនដឹកក្បត់ជាតិសំរងស៊ីសារនយោបាយរបស់គាត់មួយណាដែលពាក្យថាសារនយោបាយសន្តិភាពសារនយោបាយមានតែកំហឹងបញ្ឆេះហើយនឹងលៀបពួរដូចជាគាត់លើកឡើងថាស្នើឲ្យបងប្អូនទាំងអស់យើងកុំប្រើប្រាស់យន្តការបោះឆ្នោតសូមប្រើប្រាស់យន្តការក្រៅពីការបោះឆ្នោតមានន័យថាម៉េចមានន័យថានាំប្រជាជនអស់មកដណ្ដើមអំណាចតាមយកអំពើហឹង្សាអញ្ចឹងកណាបើងើបតាមអំពើហឹង្សារដ្ឋាភិបាលប្រក្រាបហើយវាមិនជារឿងឲ្យខុសច្បាប់ទេនៅប្រទេសណាដែរបាទនឹងទី1ទី2ត្រូវមានការវិនិច្ឆ័យថាមើលមនុស្សក្នុងគោលការណ៍ដឹកនាំអ្នកណាដែលនៅជាមួយបងប្អូនពិតប្រាកដគឺសម្ដេចតេជោសម្ដេចធិបតីជាពិសេសរដ្ឋាភិបាលដែលនៅគណៈបកប្រជាជនមិនដែលបានចេញពីប្រទេសម្ដងណាឡើយបាទទី3មើលប្រវត្តិអ្នកដឹកនាំថាអ្នកណាខ្លះដែលមានសញ្ជាតិ2កាលណាថ្នាក់ដឹកនាំមានសញ្ជាតិ2ហើយពិតណាស់ថានឹងរត់ចោលបងប្អូននៅថ្ងៃណាមួយមិនខាននោះទេអញ្ចឹងត្រប់សេចក្តីមកថាពលរដ្ឋទាំងអស់មុននឹងជឿជាក់មុននឹងពិចារណាមុននឹងចូលរួមសកម្មភាពត្រូវតែវិភាគបានគ្រប់ជ្រុងជ្រោយទាំងកត្តាផ្លូវច្បាប់ទាំងកត្តារស់នៅក្នុងសង្គមបាទ